អនុទានភ័យស្លេកមុខក្រុមផ្ដាច់ខ្លួនបន្តវាយប្រហារផ្ទួនទប់លែងជាប់ធ្វើឲ្យប្រទេសថៃកំពុងវឹកវរខ្លាំងប្រទេសថៃកំពុងប្រឈមស្ថានភាពអាសន្នខ្លាំងទប់លែងជាប់ហើយដោយត្រឹមតែ2ថ្ងៃប៉ុណ្ណោះមានការវាយប្រហារបណ្ដាក់គ្នាដល់ទៅ51លើកពីសំណាក់ក្រុមផ្ដាច់ខ្លួនធ្វើឲ្យចលាចលវឹកវរពេញប្រទេសនិងបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំទៀតផងតាមការផ្សាយរបស់កាសែតថៃខៅសតរយៈពេល2ថ្ងៃមកនេះខេត្តចំនួន3របស់ថៃដូចជានរាធិវត្តន៍យ៉ាឡានិងផាត់ថានីត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយមានទាំងការបំផ្ទុះគ្រាប់បែកដុតបំផ្លាញ Mark 711 ដុតបំផ្លាញរថយន្តបំផ្លាញអគាររដ្ឋនិងការបាញ់បោះយ៉ាងអនាធិបតេយ្យធ្វើឲ្យកងកម្លាំងថៃនិងជនស៊ីវិលរងរបួសជាច្រើនអ្នកផងដែរស្ថានភាពដ៏អាក្រក់នេះបានធ្វើឲ្យនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វីរៈកុលកំពុងភ័យស្លន់ស្លោនិងប្រញាប់បើកកិច្ចប្រជុំបន្ទាន់ទាំងត្រហេបត្រហមនៅព្រឹកថ្ងៃទី24សីហានេះដើម្បីរកវិធីទប់ទល់ទៅនឹងសកម្មភាពរបស់ក្រុមបះបោរនិងបានប្រកាសដាក់បំរាមគោចរហាមពលរដ្ឋមិនឲ្យចេញក្រៅផ្ទះផ្ដាស់ទៀតផងហេតុការណ៍វាយប្រហារនេះបានធ្វើឲ្យរដ្ឋាភិបាលអនុទានកំពុងឈឺក្បាលនិងរងសម្ពាធយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃនិងប្រញាប់ស្ទុះស្ទាររកគ្រប់វិធីសាស្ត្រដើម្បីស្ដារសន្តិសុខនិងទំនុកចិត្តពីប្រជាពលរដ្ឋឡើងវិញ